What is a container freight station? A container freight station is a distribution facility where cargo belonging to various exporters and importers are consolidated and deconsolidated before the cargo is being shipped. Consolidation in shipping is a method where various individual less than container load shipments from various shippers are combined into one full container shipment, while deconsolidation is the breaking down of one big shipment into smaller packages or smaller shipments. ជាមានចំនួនកុងតឺន័រច្រើនតំណែងច្រើនអញ្ចឹងទៅវាត្រូវរៀបរាប់លម្អិតនៅក្នុងហ្នឹងមានវាទៅជាកម្រាស់ប្រព័ន្ធសភៅណាអញ្ចឹងគេកឹបហើយគេវាយត្រារបស់កាពីតែនកប៉ាល់ដែលជាសក្ខីកម្មថារបាយការណ៍ហ្នឹងត្រូវបានរាយការណ៍ដោយកាពីតែនកប៉ាល់មុនពេលដែលកប៉ាល់ចូលដល់មុនពេលដែលអាជ្ញាធរគយហ្នឹងសមត្ថកិច្ចគយហ្នឹងអនុញ្ញាតឲ្យដាក់តំណែងចុះពីលើកប៉ាល់អញ្ចឹងមុននឹងដាក់តំណែងចុះពីលើកប៉ាល់គយហ្នឹងគឺគេត្រូវទទួលបាន manifest ពីខាងកាពីតែនកប៉ាល់ដើម្បីយកមកត្រួតពិនិត្យថាឲ្យដឹងថាតើកប៉ាល់ហ្នឹងជើងហ្នឹងដឹកមកប្រមាណកុងតឺន័រតំណែងកុងតឺន័រគឺជាតំណែងប្រភេទអីឈ្មោះស្អីណាម្ចាស់កុងតឺន័រឈ្មោះអីណាដោយឡែកឈ្មោះមិនចាំបាច់ដាក់ក្បាលទេនៅក្នុងនោះអត់សំខាន់ទេប៉ុន្តែសំខាន់បំផុតគឺឈ្មោះតំណែងហើយនឹងចំនួនណាឈ្មោះតំណែងហើយនឹងចំនួនអញ្ចឹងអាហ្នឹងគឺសម្រាប់គយគឺសំខាន់ណាអញ្ចឹងខាងកប៉ាល់ខាងក្រុមហ៊ុនខាងកាពីតែនកប៉ាល់ក៏ត្រូវផ្ដល់ manifest នឹងឲ្យគយបាន manifest ហ្នឹងហើយណារក្សាទុកនៅក្នុងទីចាត់ការសាខារបស់គយនៅកំពង់សោមក៏ដូចជានៅផែភ្នំពេញហើយមួយច្បាប់ទៀតត្រូវបញ្ជូនទៅឲ្យទីចាត់ការគយធំហើយគេបញ្ចូលឯកសារហ្នឹងដែលមាននៅក្នុង manifest ហ្នឹងចូលទៅក្នុងប្រព័ន្ធរបស់គេឥឡូវគេហៅថាប្រព័ន្ធ Asikuda គេចូលទៅក្នុងប្រព័ន្ធរបស់គេដើម្បីតាមដានដោយកាត់ stock អញ្ចឹងណាកាត់ stock ដូចគេគ្រប់គ្រងឃ្លាំងអញ្ចឹងចូលមកគឺគេនៅក្នុង stock គយណាកប៉ាល់ហ្នឹងមកជើងនេះណាមានប្រមាណកុងតឺន័រម្ចាស់ឈ្មោះអីខ្លះកុងតឺន័រលេខប្រមាណជើងទីប្រមាណ